មកដឹងរឿងរ៉ាវលំអិតនៅពីក្រោយការកាប់ច្រឡំរហូតដល់ដាច់ក្បាលរបស់ក្រុមក្មេងស្ទាវគូអាណិតឬយ៉ាងណាខណៈលោកអភិបាលខេត្តកណ្ដាលគួយចម្រើនបានលើកឡើងទាំងព្រឹរោមថាដោយអនុវត្តតាមការដឹកនាំបញ្ជាដល់ពងខ្ពស់របស់អាយដាមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិអាយដាមគួយចម្រើនអភិបាលនៃអភិបាលខេត្តកណ្ដាលនិងលោកឧត្តមសេនីយ៍តូឈឿនសុចិនស្នងការនគរបាលខេត្តកណ្ដាលកម្លាំងជំនាញខេត្តនិងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយបង្ក្រាបនិងខត់ខ្លួនជនសង្ស័យចំនួន7នាក់ក្នុងករណីឃាតកម្មដែលកើតហេតុនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 10:10 នាទីចំណុចកើតហេតុភូមិព្រៃត្រែងឃុំសំរោងធំស្រុកគៀនស្វាយខេត្តកណ្ដាលនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលជនរងគ្រោះមួយឈ្មោះវ៉ាវ៉ាន់ធីភេទប្រុសអាយុ19ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិរាំងដេកឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលជនសង្ស័យចំនួន7នាក់មួយឈ្មោះហ៊ានសៀងហៃភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានលំនៅភូមិរាំងដេកឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលអ្នកដប់ខត់ខ្លួនតេស្តទឹកនោមរោគសារធាតុញៀនលទ្ធផលអវិជ្ជមាន2ឈ្មោះណាងសុកណែតភេទប្រុសអាយុ19ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានលំនៅភូមិរាំងដេកឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលអ្នកជីក្រោយខត់ខ្លួនតេស្តទឹកនោមរោគសារធាតុញៀនលទ្ធផលវិជ្ជមាន3ឈ្មោះឆនឆាតភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានលំនៅភូមិរាំងដេកឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលកាន់ផ្គាក់ខ្លីខត់ខ្លួនតេស្តទឹកនោមរោគសារធាតុញៀនលទ្ធផលអវិជ្ជមាន4ឈ្មោះជ័យជេងភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានលំនៅភូមិរាំងដេកឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលអ្នកដប់ខត់ខ្លួនតេស្តទឹកនោមរោគសារធាតុញៀនលទ្ធផលអវិជ្ជមាន5ឈ្មោះខូនសុកខេនភេទប្រុសអាយុ19ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានលំនៅភូមិរាំងដេកឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលកាន់ដាវកែច្នៃខត់ខ្លួនតេស្តទឹកនោមរោគសារធាតុញៀនលទ្ធផលអវិជ្ជមាន6ឈ្មោះហ៊ានសៀងហៀងភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានលំនៅភូមិរាំងដេកឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលអ្នកដប់ជន់ដៃដល់ខត់ខ្លួនតេស្តទឹកនោមរោគសារធាតុញៀនលទ្ធផលអវិជ្ជមាន7ឈ្មោះកុលដារងភេទប្រុសអាយុ18ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានលំនៅភូមិរាំងដេកឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលជន់ដៃដល់កាន់កាក់វែងខត់ខ្លួនតេស្តទឹកនោមរោគសារធាតុញៀនលទ្ធផលអវិជ្ជមានវត្ថុតាមចាប់យក1កាំបិតកាក់1ផ្លែដែកដងឫស្សីប្រវែង 1.66 ម៉ែត្រ2កាំបិតផ្គាក់1ផ្លែដែកដងឫស្សីប្រវែង 0.55 ម៉ែត្រ3ដាវកែច្នៃ1ផ្លែដែកដងដែកប្រវែង 0.55 ម៉ែត្រ4ម៉ូតូចំនួន1គ្រឿងម៉ាកស៊ុយសាគីនិចពណ៌ក្រហមផលិតឆ្នាំ2018ពាក់ស្លាកលេខភ្នំពេញ 1GW 9813ម៉ាកហុងដាត្រីម C125 ពណ៌ខ្មៅផលិតឆ្នាំ2008គ្មានស្លាកលេខម៉ាកហុងដាត្រីម C125 ពណ៌ខ្មៅផលិតឆ្នាំ2016គ្មានស្លាកលេខម៉ាកហុងដាត្រីម C125 ពណ៌ខ្មៅផលិតឆ្នាំ2020ពាក់ស្លាកលេខកណ្ដាល 1AK4368 ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានបញ្ជាក់ពីសភាពរឿងហេតុថាថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះនិងជនសង្ស័យព្រមទាំងបពុបានលេងបាល់ទះនៅជិតផ្ទះឈ្មោះហ៊ានសៀងហៃភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានលំនៅភូមិរាំងដេកឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលស្រាប់តែឈ្មោះហ៊ានសៀងហៃភេទប្រុសបាននិយាយថាពួកក្រុម KPP កំពង់ភ្នំបានណាត់ពួកគេកាប់គ្នានៅម៉ោង 22:00 នាទីនៅចំណុចវត្តគុនទ្រីស្ថិតនៅភូមិកំពង់ភ្នំស្រុកលើកដៃខេត្តកណ្ដាលពេលនោះពួកគេបានហៅគ្នាប្រមូលផ្ដុំនៅវត្តចាស់ស្ថិតនៅភូមិពោមាវឃុំកគីធំស្រុកគៀនស្វាយខេត្តកណ្ដាលដែលមានគ្នាទាំងអស់ចំនួន8នាក់ក្រោយពីជុំគ្នាជនរងគ្រោះឈ្មោះវ៉ាវ៉ាន់ធីភេទប្រុសបានបបួលគ្នាទៅផឹកស្រាបៀរនៅកម្មវិធីភ្ជាប់ពាក្យបងថ្លៃរបស់គាត់នៅភូមិសំរោងក្អែឃុំសំរោងធំស្រុកគៀនស្វាយខេត្តកណ្ដាលបានស្រាបៀរអស់ចំនួន24កំប៉ុងរហូតដល់ម៉ោង 21:00 នាទីថ្ងៃខែដដែលពួកគេក៏បាននាំគ្នាចេញពីកម្មវិធីភ្ជាប់ពាក្យដើម្បីទៅកាន់ទីតាំងណាត់កាប់គ្នានៅវត្តគុនទ្រីដោយមានកាំបិតផ្គាក់ចំនួន2ដើមខ្លី1ដើមនិងវែង1ដើមនិងដាវកែច្នៃ1ដើមទៀតប្រើប្រាស់ម៉ូតូចំនួន4គ្រឿងក្នុងមួយគ្រឿងមានគ្នាចំនួន2នាក់ពេលជិះដល់វត្តគុនទ្រីក៏បានឃើញក្រុម KPP កំពង់ភ្នំមានគ្នាចំនួន8នាក់ភ្លាមនោះពួកគេក៏នាំគ្នាចុះពីលើម៉ូតូដេញកាប់ពូ KPP កំពង់ភ្នំតែកាប់មិនត្រូវដោយពូ KPP កំពង់ភ្នំរត់គេចទាន់ហើយពួកគេបាននាំគ្នា
ត្រឡប់មកផ្លូវជាតិលេខ1វិញលុះចិត្តមកដល់ចំណុចក្រុមហ៊ុនជីផ្កាយ5ពូគេក៏ឃើញមានម៉ូតូជិះបញ្ច្រាស់ទៅគ្នាពីភ្នំពេញទៅអ្នកលឹងមានគ្នា4នាក់ពេលនោះឈ្មោះវ៉ាវ៉ាន់ធីជិះខាងក្រោយកាន់កំបិតកែច្នៃនឹងឈ្មោះខូនសុកខេងអ្នកដប់បិទភ្លើងម៉ូតូជិះដេញទៅមុនហើយជនសង្ស័យឈ្មោះកុលដារុងកាន់ផ្គាក់វែងជិះខាងក្រោយនិងឈ្មោះហ៊ីនស៊ីងហ៊ានអ្នកដប់ជិះទៅតាមក្រោយពេលទៅដល់កន្លែងកើតហេតុក៏បានឈប់លើកម៉ូតូដៃទាំងពីរកាន់កំបិតផ្គាក់វែងកាប់ទៅលើជនរងគ្រោះឈ្មោះវ៉ាវ៉ាន់ធីដាច់ក្បាលនិងឈ្មោះខូនសុកខេងចំកខាងក្រោយដោយគិតថាជាអ្នកជិះម៉ូតូបញ្ច្រាស់ទៅគ្នានោះភ្លាមជនសង្ស័យក៏ដឹងថាខ្លួនបានកាប់ច្រឡំចាំមិត្តភ័ក្តិរបស់ខ្លួនក៏បានឈប់ម៉ូតូដើម្បីលើកសាកសពរបស់ជនរងគ្រោះឈ្មោះវ៉ាវ៉ាន់ធីខ្លួនប្រានយកមកដាក់នៅចិញ្ចើមផ្លូវចំណែកបាជនរងគ្រោះធ្លាក់នៅចិញ្ចើមផ្លូវម្ខាងទៀតមូលហេតុច្រឡំគិតថាជាបពុរបស់ក្រុម KPP កំពង់ភ្នំបច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធកំពុងបន្តនីតិវិធីនិងស្វែងរកខុសខ្លួនក្រុម KPP កំពង់ភ្នំយកមកចាត់ការតាមនីតិវិធីក្រោយដឹងរឿងហេតុដ៏សាហាវខាងលើនេះឯកឧត្តមគូចម្រើនក៏បានលើកឡើងថាសាហាវណាស់ក្មួយប្រុសគ្រាន់តែជិះម៉ូតូឆ្លងកាត់ឃើញគ្នាចតម៉ូតូបិទភ្លើងទាញកំបិតមកកាត់ដាច់ក៏ស្លាប់នៅនឹងកន្លែងម្នាក់ភ្លាមសំរោងធំគៀនស្វាយសិលធัวអើយស្រួលនិយាយទេតែម្ដេចក៏លំបាកអប់រំម្លេះ